ប្រាសាទរាប់ពាន់មានសម្រស់ល្អត្រកាលផុសចេញពីទឹកដីមហានគរជាគេដូនតាកើតចេញពីការឧស្សាហ៍ខិតខំប្រឹងប្រែងសាជាច្រើនពាន់ដែលដូនតាបន្សល់ទុកជាស្នាដៃកម្លាំងនិងគំនិតដ៏អស្ចារ្យក្បូរក្បាច់រចនាសិល្បៈរួងរវើបន្តរួងនៅសម្រាប់កូនចៅយើងរាល់គ្នាខ្ញុំមើលទៅអតីតកាលឃើញស្នាដៃធំធេងបេះដូងដូនតាមិនដែលត្អូញត្អែលោកខិតខំណាស់ក៏សាងដោយកម្លាំងនិងបញ្ញាខ្លាំងក្លាទុកជាមរតកឲ្យយើងថែរក្សានិងជាទ្រព្យជាដើមទុនសេដ្ឋកិច្ចយើងទាំងអស់គ្នាត្រូវបន្តយកគំរូព្យាយាមខិតខំប្រឹងការកឹងប្រែងកសាងប្រសើររបស់មកតឧស្សាហ៍ព្យាយាមជានិច្ចយុវជនត្រូវក្លាហានត្រូវសកម្មជានិច្ចបោះបង់ទម្លាប់អសកម្មប្រសិនបើមានទម្លាប់សកម្មអវិជ្ជមានយើងត្រូវបោះបង់ហើយប្រកាន់យំលាប់ល្អប្របីនាំឲ្យមានការភិវឌ្ឍយើងជាកម្លាំងស្នូលសសគ្រឹះជាត្រូវព្យាយាមសិក្សារៀនសូត្រដើម្បីប្រទេសរីកចម្រើនអូនអើយយើងត្រូវព្យាយាមយកចិត្តទុកដាក់លើផ្លូវសិក្សារៀនសូត្រចំណេះដឹងជាអាវុធបំភ្លឺជីវិតបើមិនស្ទុះស្ទានោះបំណងប្រាថ្នានោះលាយត្រូវខិតខំរៀនសូត្រប្រកបដោយសមត្ថភាពរឹងមាំបងនិយាយត្រឹមត្រូវបងអូននឹងខិតខំបងអូនសន្យាប្រកាន់យកវិន័យទម្លាប់សិក្សាដែលព្យាយាមយកការសិក្សាជាមូលដ្ឋានគ្រឹះនឹងក្លាយជាកម្លាំងរឹងមាំជួយសង្គមជាតិជាកម្លាំងរឹងមាំជួយសង្គមជាតិដើម្បីឲ្យប្រទេសយើងកាន់តែរុងរឿងយើងត្រូវក្លាហានត្រូវសេចក្ដីមុនមមយើងជាកូនផលនៅទ្រង់ជាតិខិតខំព្យាយាមសិក្សាដើម្បីប្រទេសរីកចម្រើនបើយើងមិនព្យាយាមសិក្សាតើនឹងមានអ្វីកើតឡើងបើយើងមិនខិតប្រឹងប្រែងយកចិត្តទុកដាក់ដល់លទ្ធផលផ្លែផ្កាយ៉ាងណាកម្លាំងយុវជនគឺជាអនាគតចេះក្លាហានព្យាយាមនាំឲ្យសេចក្ដីសង្ឃឹមคล้ายជាការពិតពីមរកប្រាសាទបុរាណស្នាដៃដូនតាយុវជនសម័យថ្មីបច្ចុប្បន្នតាំងចិត្តក្លាហាននិងខិតខំឲ្យយកចិត្តទុកដាក់ព្យាយាមលើការសិក្សាជានិច្ចនឹងក្លាយជាសទ្រូងសម្រាប់ប្រទេសជាតិ